កម្ពុជាថា I don't care ក្រោយក្រុមឈួតនិយមថៃប្រឹងតាមខំប្រឹងតាមឆ្លោះនិងបំពងលាបពណ៌ព្រោះច្រណែនឃើញតារាល្បីហុងកុង Grace Chan បង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរនៅលើទឹកដីអង្គរដ៏ពិសិដ្ឋនាខេត្តវាយសៀមរាបដោយកន្ទេលវាគឺជាក្តីរំភើបនិងជាមោទនភាពយ៉ាងខ្លាំងសម្រាប់ប្រជាជនកម្ពុជានៅពេលដែលបានឃើញតារាសម្ដែងលំដាប់ Superstar និងជាបុគ្គលដ៏មានឥទ្ធិពលលើអនឡាញមកពីទីក្រុងហុងកុងបានមកសម្រាកលំហែកាយនៅលើទឹកដីអង្គរដ៏ស័ក្តិសិទ្ធិហើយអ្វីកាន់តែពិសេសនោះគឺការដែលគាត់ជ្រើសរើសក្រុមសម្លៀកបំពាក់បុរាណខ្មែរយ៉ាងសមសួននិងទន់ភ្លន់បំផុតរូបភាពដែលត្រូវបានចែកចាយយ៉ាងផុសផុលទាំងនេះមិនត្រឹមតែបង្ហាញពីសម្រស់របស់តារាស្រីរូបនេះប៉ុណ្ណោះទេប៉ុន្តែវាបានជួយលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោកនិយាយមកដល់នេះប្រកាសជាមានអ្នកខ្លះនៅឆ្ងល់ថាតើគាត់ជាអ្នកណាវត្តមានគាត់ជះឥទ្ធិពលវិជ្ជមានបែបណាសម្រាប់មុខមាត់ជាតិខ្មែរតារាស្រីដែលកំពុងអង្រួនចិត្តអ្នកគាំទ្រខ្មែររូបនេះគឺ Grace Chan ឬ Chan Kylie Grace Chan គឺជាម្ចាស់មកុដ Miss Hong Kong ឆ្នាំ2013និងជាម្ចាស់មកុដ Miss Chinese International ឆ្នាំ2014នាងគឺជាតារាស្រីម្នាក់ក្នុងចំណោមតារាមានប្រជាប្រិយភាពបំផុតរបស់ស្ថានីយទូរទស្សន៍ TVB ហុងកុងក្រៅពីវិស័យសម្រស់នាងគឺជាតារាសម្ដែងអាជីពដែលធ្លាប់ទទួលបានពានរង្វាន់ Most Improved Female Artist និងបានសម្ដែងក្នុងរឿងភាគល្បីៗជាច្រើនដូចជា Rising the Bar និង Captain of Destiny បច្ចុប្បន្ននាងក៏ជា Digital Content Creator និងជាអ្នកមានឥទ្ធិពលយ៉ាងខ្លាំង Influencer ក្នុងវិស័យ Mode និងសម្រស់លំដាប់អាស៊ីផងដែរវត្តមាននៃការមកដល់កម្ពុជារបស់ Superstar ហុងកុង Grace Chan នាំមកនូវផលវិជ្ជមានយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ជាតិដូចជាជួយលើកស្ទួយមុខមាត់ទេសចរតាមរយៈការបង្ហោះរូបភាពស្រស់ស្អាតនៅមុខប្រាសាទអង្គរវត្តទៅកាន់អ្នកតាមដានរាប់លានអ្នករបស់នាងដែលនេះគឺជាការផ្សព្វផ្សាយទេសចរកម្ពុជាដោយឥតគិតថ្លៃនិងមានប្រសិទ្ធភាពបំផុតវាបង្ហាញពិភពលោកថាកម្ពុជាគឺជាគោលដៅទេសចរដ៏មានសុវត្ថិភាពនិងសម្បូរបែបមួយវិញទៀតវត្តមានតារាល្បីៗជួយទាក់ទាញភ្ញៀវទេសចរលំដាប់ខ្ពស់ឲ្យមកកម្ពុជាកាន់តែច្រើនដែលនាំឲ្យមានការកើនឡើងនៃចំណូលក្នុងវិស័យសន្តាគារអាហារដ្ឋាននិងសេវាកម្មផ្សេងៗកាន់តែពិសេសនៅពេលតារាបរទេសក្រុមឈុតខ្មែរវាបង្កើនតម្លៃនៃ soft power របស់កម្ពុជាវាមិនត្រឹមតែធ្វើឲ្យកូនខ្មែរកាន់តែស្រឡាញ់អ្វីដែលខ្លួនមានប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យបរទេសចង់ស្វែងយល់និងសាក់លបងស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់យើងផងដែរគួរដឹងថា Grace Chan បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក Kevin Cheng កាលពីខែសីហាឆ្នាំ2018នៅកោះបាលីប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្នអ្នកទាំងពីរគឺជាប៉ាម៉ាក់ដែលមានសុភមង្គលបំផុតដោយមានកូនប្រុសដ៏គួរឲ្យស្រឡាញ់ចំនួន3នាក់បច្ចុប្បន្ននាងបានផ្លាស់ប្ដូរតួនាទីពីតារាសម្ដែងដ៏មមាញឹកមកជា full time mom និង influencer ដោយនាងបានចំណាយពេលច្រើនជាមួយកូនៗនិងបានក្លាយជាតារាដ៏មានឥទ្ធិពលខ្លាំងលើបណ្ដាញសង្គមក្នុងការចែករំលែកពីវិធីសាស្ត្រចិញ្ចឹមកូនរបៀបរស់នៅនិងសម្លៀកបំពាក់